ជំរាបសួរពុកម៉ែបងប្អូនជាពិសេសម្ចាស់ចំការដែលដាំដុះដំណាំត្រេនថ្ងៃនេះមកតាមដានចការម្ចាស់កសិករម្នាក់នៅខាងបោះខ្នោបងនេះឃើញត្រួយចុងក្រោយត្រេនស្ទៀវចេញមកស្អាតមែនទែនស្រស់គ្នាមែនទែនបងនេះត្រៀមផលិតផ្លែផ្កាឆ្នាំថ្មីនេះហើយត្រេននេះមានចំនួន500ដើមបងចេញត្រួយស្អាតស្រស់មែនទែនចេញស្អាតហើយត្រួយចុងក្រោយនេះគាត់បានប្រើទៅលើដីស្លឹកវែងប៉ុណ្ណឹងវែងចេញត្រួយដាវត្រួយអីហ្នឹងគាត់ប្រើយ៉ារ៉ាយូនិក 3B នីត្រាបឺ 1B យូតា3កញ្ចប់ច្បល់គ្នាឲ្យសពដាក់ក្នុងមួយដើម7ខាំអាស្រ័យលើដើមទៅដើមធំហើយអនុវត្តទៅលើស្លឹកមានដូចជា casing 1គីឡូ Combi1 1គីឡូ Micro Strong 40គ្រាប់ជាមួយនឹង Carboron 1គីឡូដើម្បីឲ្យស្លឹកហ្នឹងចាស់តន់គ្នាហើយមានភាពរលើបរលោងហើយជាពិសេសនៅពេលដែលធ្វើស្រេះយកផ្កានៅអំឡុងខែ12ព្រោះត្រួយនេះតន់ខែ12ពេលធ្វើស្រេះយកផ្កាស្លឹកអត់បាក់ស្លឹកអត់សូវពេលបើអត់ទឹកទៅអត់សូវជ្រុះបងប្អូនប៉ុន្តែម្ចាស់ចការគាត់មានចំណេះជំនាញរាល់មានវត្តមានត្រួយថ្មីឬក៏កោសិកាថ្មីគាត់តែងតែបញ្ចូលថ្នាំជំងឺជារៀងរាល់ពេលហើយនឹងជាពិសេសពពួកថ្នាំParabin Perfect Cop3 ពីថ្នាំជំងឺហើយនៅក្នុងនោះក៏បាញ់ឆ្លាស់ជាមួយនឹងថ្នាំសត្វល្អិតមានពពួក Dino-P សកានីកូននេះ6ឬអសេតាប្រូជាដើមហើយក៏បាញ់ឆ្លាស់គ្នាមុខមួយជើងមួយសាដូរគ្នាកុំឲ្យវាសាប់ស៊ាំពីដែលស៊ាំពិបាកគ្រប់គ្រងហើយនៅក្នុងបរិវេណក្នុងការនេះចេញត្រួយ 100% អត់ទាន់មានសញ្ញាមមាញបំផ្លាញនៅឡើយទេអត់ទាន់ឃើញមានទេដោយសារការបាញ់ថ្នាំជាប់លាប់ទាក់ទងនឹងសត្វល្អិតមកក៏ល្អមែនទែនអរគុណច្រើនអរគុណ